ព្រះសម្មាសម្ពុទ្ធបើយើងនិយាយថាជាទស្សនៈវិទូដែលយើងធ្លាប់ស្គាល់នោះក៏មិនមែនដែរមិនមែនជា philosopher ដែលក្នុងលោកនោះទេយើងអាចថែមពាក្យថា supreme philosopher ចឹងទៅគឺថាកំពូលទស្សនៈដ៏អស្ចារ្យចឹងក៏បានប៉ុន្តែមិនស្មើទៅទៀតពាក្យហ្នឹងពីព្រោះទស្សនៈវិទូឬក៏ទស្សនៈវិជ្ជានេះវាជារឿងនៅក្នុងលោកនេះនិយាយពាក្យដែល logical word ជាពាក្យសំហេតុផលជាពាក្យគួរទទួលយកបានអីចឹងទៅនៅក្នុងបញ្ញាជាលោកយៈគ្រប់ទស្សនៈទាំងអស់ហ្នឹងវាអត់មានទស្សនៈវិទូណាមួយជាទស្សនៈចេញចាកលោកដោយព្រះសម្មាសម្ពុទ្ធទេណាពីព្រោះវាអត់រួចពីខ្លួនឯងទោះបីជាវាត្រូវវាសំហេតុផលអញ្ចឹងមិនប៉ុន្តែឲ្យជាទស្សនៈមួយដែលទៅឃើញការពិតហើយឲ្យចេញអំពីសកាយតិដ្ឋិហ្នឹងវាអត់បាននឹងប៉ុន្តែគ្រាន់ថាយើងនិយាយចឹងទៅយើងថាដូចផ្អៀងមកពុទ្ធពេកថាអត់ទេអានឹងយើងសិក្សាមើលផងទៅយើងទូផ្ទាត់គ្នាទៅថាតើដំណើរទស្សនៈវិទូទាំងអស់ហ្នឹងដំណើរទៅរកអីហើយដំណើរព្រះសម្មាសម្ពុទ្ធដំណើរទៅរកអីនៅក្នុងជាទស្សនៈទូទៅសម្រាប់ជីវិតក៏ព្រះអង្គមានប៉ុន្តែអ្វីដែលគេមិនមានគឺជាធម្មចក្ខុដែលឃើញនៅសច្ចធម៌ហើយមានការឆ្លងផុតអំពីលោកនេះមានតែហ្នឹងទាំងព្រះអង្គខ្លួនឯងក៏ព្រះអង្គទ្រង់ត្រាស់ពាក្យហ្នឹងដែរថាមុនពេលដែលព្រះអង្គឃើញនៅសច្ចធម៌ហ្នឹងវាអត់មាននរណាឃើញអាហ្នឹងទេអាតែហ្នឹងអត់មាននរណាឃើញដែលព្រះអង្គប្រកាសសម្ដែងឡើងនៅធម្មចក្រកបវត្តនៈសូត្រប្រាប់ភិក្ខុទាំងឡាយថាពុពេអនុនុសតេសធម្មេសច្ចខំឧតបាតិញានាងឧតបាតិបញ្ញាឧតបាតិវិជាឧតបាតិអាឡោកោឧតបាតិនេះមនាលភិក្ខុទាំងឡាយចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជាកើតឡើងហើយពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគតដែលពីដើមតថាគតមិនដែលស្ដាប់មិនដែលឮអំពីអ្នកដទៃទេវាអត់ដែលឮអ្នកណានិយាយថាសេចក្តីទុក្ខអរិយសច្ចៈហ្នឹងវាមានលក្ខណៈយ៉ាងម៉េចហ្នឹងវាអត់មានអ្នកណានិយាយរឿងហ្នឹងហើយទុក្ខសមុទយសច្ចៈហេតុដែលនាំឲ្យកើតទុក្ខហ្នឹងព្រោះតណ្ហាហ្នឹងក៏អត់មានអ្នកណាដែលនិយាយរឿងហ្នឹងទេរឿងដែលសត្វលោកកើតទុក្ខហ្នឹងមនុស្សលោកនាំគ្នាបន្ទោសតែព្រមលិខិតបន្ទោសតែព្រះដាក់តណ្ហកម្មវិន័យនេះនោះទេប៉ុន្តែធាតុពិតហ្នឹងសេចក្តីទុក្ខវាមកពីអញ្ចេះឧទាហរណ៍មួយថាកាលដែលវិទ្យាសាស្ត្រពេទ្យមិនតាន់រីកចម្រើនមនុស្សឲ្យតែចុកពោះថាអ្នកតាធ្វើជឿតែអញ្ចឹងឯងឃើញទេឲ្យតែចុកពោះថាអ្នកតាធ្វើឬក៏ធ្មប់អាបអីមកធ្វើប៉ុន្តែដល់មានដុកទ័រមួយក៏ស្រាវជ្រាវទៅឃើញថាអូអានេះអាប៉ងឌីស៊ីតតែពីមុនអត់មានអ្នកណាដែលថាអញ្ចឹងទេដុកទ័រនោះក៏រកឃើញមុនគេហ្នឹងណាហើយគ្រប់គ្នាគេថាខ្មោចធ្វើអញ្ចឹងណាដូចគ្នាទេគ្រូធ្មប់ហើយដុកទ័រនោះដូចគ្នាទេដឹងដែរដឹងត្រឹមចុកពោះដឹងដូចគ្នាអ្នកដែលរកធោទាំងអស់អ្នករកស្អីទាំងអស់ក៏ដឹងដែរថាជីវិតនឹងមានទុក្ខប៉ុន្តែដឹងលក្ខណៈមិនច្បាស់លាស់មិនដឹងថាជាមូលហេតុអីដូចគ្នានឹងយើងឃើញមនុស្សឈឺអញ្ចឹងមនុស្សគ្រប់គ្នាអាចសម្គាល់ថាមនុស្សឈឺបានប៉ុន្តែរវាងអ្នកដែលមិនស្គាល់ប្រភពជំងឺហើយនិងអ្នកស្គាល់ខុសគ្នាដាច់យើងទាំងអស់គ្នាពេលឃើញមនុស្សក្តៅខ្លួនយើងស្ទាបទៅដឹងថាឈឺមនុស្សនឹងចុកពោះស្រែកអុយយ៉ាអុយយោយើងដឹងថាឈឺប៉ុន្តែយើងដឹងថាឈឺដល់កម្រិតណាយើងដឹងទេយើងដឹងថាជាមេរោគអីយើងដឹងថាយើងមិនមែនពេទ្យអត់ដឹងទេពុទ្ធដឹងប៉ុន្តែមិនមែនដឹងតាមរយៈមនុស្សសាមញ្ញទេមិនមែនគ្រាន់តែដឹងថាអូគ្នាកើតទុកអាណិតណាស់ប៉ុណ្ណឹងទេគឺដឹងថាជំងឺនឹងកើតពីអីហើយដឹងវិធីព្យាបាលរបស់វាទៀតដឹងរបៀបហ្នឹងដឹងខុសពីគេអញ្ចឹង